នៅក្នុងការកាត់សម្លៃកូនកអាវគឺជាផ្នែកមួយសំខាន់នៃអាវរបស់យើងដែរបើយើងកាត់មិនត្រូវវាធ្វើឲ្យអាវរបស់យើងនឹងចេះតែរមូរតឹងដូច្នេះសម្រាប់បងប្អូនដែលនៅខ្វះចំណុចនេះគឺអាចមើលវីដេអូនេះបានរបៀបកាត់ស្លៃអ៊ុតគឺយើងបត់ស្លៃអ៊ុតចូលគ្នាបែបហ្នឹងដោយយើងបត់អាខាងក្រោមចូលគ្នាណាអានេះគឺមុននឹងបន្តវីដេអូនេះខ្ញុំសូមបង្ហាញពីសិភៅក្បួនកាត់សម្លៀកបំពាក់ដែលទើបនឹងចេញថ្មីមកប្រសិនបើបងប្អូនគិតថាស្ទើរក្បួនកាត់មិនទាន់ស្អាតចេះតែហើបកហើបស្មាដកក្រោមទ្រូងខោត្រៀងក្រោយចេះតែមានបញ្ហាបងប្អូនអាចរៀនជាមួយនឹងសិភៅនេះបានជឿជាក់ថាបងប្អូននឹងអាចធ្វើបានរៀនបាននិងឆាប់ៗទៀតផងបងប្អូនដែលទិញសិភៅនេះហើយមិនបាច់ភ័យថាមើលមិនយល់ឡើយគឺសប្តាហ៍កាត់ដេរផ្ដល់ជូនវីដេអូគ្រឹះដំបូងជូនបងប្អូនដើម្បីជាការចាប់ផ្ដើមរៀនជាមួយនឹងសិភៅមួយវិញទៀតនៅពេលដែលបងប្អូនមានចម្ងល់អ្វីដែលទាក់ទងជាមួយនឹងសិភៅនេះគឺបងប្អូនអាចឆាតសួរនាងខ្ញុំបាននៅក្នុងเพจរបស់នាងខ្ញុំបងកាត់ទាំងមុខមុនអញ្ចឹងអាបត់របស់យើងនេះបត់ស្លៃអ៊ុតជាមួយនឹងតួខ្លួនអាវយើងហ្នឹងគឺដាក់ឲ្យស្មើគ្នាអត់ឲ្យលើសអត់ឲ្យខ្វះទេកន្លែងមកខាងមុខនេះបើសិនជាលើសខ្វះស្លៃអ៊ុតយើងក៏ខុសតាមនឹងដែរយើងខ្ទាស់មកពីរមកលើមួយក្រោមមួយនេះយើងសកត់អាកន្លែងដែលយើងខ្ទាស់ហើយណានេះយើងសកត់អាកន្លែងដែលយើងខ្ទាស់ហើយបានយើងចាប់ផ្ដើមបញ្ចិតអាវនឹងមកឲ្យអស់សាច់ណានេះបងប្អូនមកមើលអាម្ដុំនេះឲ្យអស់សាច់ហ្នឹងមានន័យថាម៉េចមានន័យថានៅពេលដែលបងប្អូនបញ្ចិតណាគឺអត់ឲ្យសល់អាខាងលើនេះទេហើយក៏អត់ឲ្យនេះពុតមកសល់អាខាងក្រោមនេះដែរអញ្ចឹងយើងដាក់ឲ្យស្មើសាច់គ្នាមកនេះមកប៉ុណ្្នឹងចុះមកក្រោមហ្នឹងណាឲ្យស្មើសាច់គ្នាខ្ទាស់មកលើមួយក្រោមមួយហើយខ្ទាស់កន្លែងហ្នឹងរួចហើយដៃស្រាប់កន្លែងហ្នឹងប្អូសមកទៀតនៅពេលដែលយើងប្អូសគឺយើងប្អូសរៀងបញ្ចិតឡើងមកលើណារៀងបញ្ចិតឡើងមកលើបើសិនជាពួកអូនបញ្ចិតចុះមកក្រោមចេះខុសហើយណានេះឃើញសល់កន្លែងនេះហ៎អញ្ចឹងយើងព្យាយាមបញ្ចិតឡើងមកលើនេះយើងខ្ទាស់មកអញ្ចឹងណាដោយសារតែស្លៃអ៊ុតហ្នឹងវារៀងទន់ពេកដល់ពេលអញ្ចឹងបងត្រូវតែគូសវាអីបើរឹងជាងហ្នឹងទាំងអស់គ្នាអាចជីកាត់យកហ្មងក៏បានដែរយើងគុំមកតាមហ្នឹងមកអាកន្លែងនេះគឺយើងកាត់រៀងលើមកកន្លះលេខមកយើងកុំកាត់ត្រឹមមកកន្លែងហ្នឹងណាអញ្ចឹងនៅពេលដែលយើងគូសហើយយើងដកអាវចេញទាំងអស់គ្នាឃើញមានកន្លែងវាអត់សូវជាស្អាតទេអញ្ចឹងយើងអាចសម្រួលលួចវាបាននេះឃើញទេយើងលួចវាមកផ្លឹងស្អាតណាស់វាចង់មក5លេខ